សួស្តីអ្នកទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នាឲ្យចេះរបៀបនៅការ order តាម Taobao ហ្នឹងហើយសម្រាប់អ្នកដែលគាត់ចង់កម្មង់អីវ៉ាន់ពីចិនតែគាត់ដឹងថាយើងត្រូវកម្មង់បែបណាយើងត្រូវដាក់ location បែបណា add visa card មិនអីចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នារបៀប order អីវ៉ាន់ពីចិនតាមរយៈ app Taobao តោះឥឡូវនេះយើងសម្រាប់អ្នកដែលគាត់អត់ទាន់មាន app Taobao ហ្នឹងអ្នកនរគ្នាអាចចូលទៅ download app ហ្នឹងបានឥឡូវនេះគឺខ្ញុំបាន download វារួចហើយអញ្ចឹងឥឡូវនេះខ្ញុំសូមចូលទៅកាន់ app ហ្នឹងតែម្ដងបាទ app មួយនេះគឺ Taobao ហ្នឹងអញ្ចឹងហើយឥឡូវនេះអ្នកនរគ្នាអាច search អង់គ្លេសតាម App Store អីក៏បានដែរនិយាយទៅនៅពេលដែលយើង download មកវាចេញជាអក្សរចិនប៉ុន្តែនៅពេលដែលយើងចង់ download គឺយើងអាចសរសេរអង់គ្លេសអីបានធម្មតាទេហ្នឹងហើយបន្ទាប់មកអ្នកនរគ្នានឹងឃើញអញ្ចឹងបើសិនជាវាករណីថាវាចេញភាសាចិនអ្នកនរគ្នាអាចដូរមកអង់គ្លេសតិចមកអាច search អីមើលតាម YouTube តិចទៅដោយសារតែនៅពេលដែលយើងដូរពីភាសាចិនមកភាសាអង់គ្លេសវារៀងខុស interface អញ្ចឹងវាអត់សូវដូចគ្នាហ្មងវាខុសច្រើនដែរអញ្ចឹងឥឡូវនេះយើងចូលមកដល់បែបហ្នឹងហើយអ្នកនរគ្នាចុចមកកាន់ account ហ្នឹងហើយបន្តមកទៀតមកអ្នកនរគ្នាគាត់จะឃើញនៅខាងស្ដាំដៃនេះគឺពាក្យថា address ហ្នឹងហើយ address ហ្នឹងមកអ្នកនរគ្នាចុចលើពាក្យ address អូខេកន្លែងនេះគឺសំខាន់មែនតើ address នេះអ្នកនរគ្នាត្រូវ add ទីតាំងដែលអ្នកទាំងអស់គ្នាកំពុងតែនៅហ្នឹងហើយអ្នកនរគ្នាឬក៏ add ទីតាំងមួយដែលមានករណីបើសិនជាអ្នកទាំងអស់គ្នាចង់ order អីវ៉ាន់ពីចិនហ្នឹងតាមរយៈក្រុមហ៊ុនណាមួយឧទាហរណ៍ដូចជាក្រុមហ៊ុន Loda ឬក៏VTS Express អីចឹងមកឬក៏តាមក្រុមហ៊ុនផ្សេងៗហ្នឹងអ្នកឃើញអាច add ពាក់ព័ន្ធvớiការក្រុមហ៊ុនហ្នឹង location ក្រុមហ៊ុនហ្នឹងទៅអាចតាក់ទងទៅកាន់ក្រុមហ៊ុនប៉ុន្តែសម្រាប់អីវ៉ាន់តិចតួចនិងអីវ៉ាន់តិចតួចទៅក្នុង Taobao ហ្នឹងគឺយើងអាច order direct តែម្ដងដាក់ location របស់យើងមកតបមកប្រកាសជាមានក្រុមហ៊ុនមួយដូចជា ZTO អីចឹងអូតូមកយើងតែម្ដងអញ្ចឹងនៅកន្លែង address នេះដែរអ្នកទាំងអស់គ្នាទៅចុចពី add នេះ add នៅខាងស្ដាំដៃហ្នឹងមកតបមកអ្នកទាំងអស់គ្នាអាចដាក់ទៅលើ street អ្នកគឺអាច search មកឧទាហរណ៍អ្នកនរគ្នានៅណាឥឡូវឧទាហរណ៍ថាខ្ញុំនៅឥឡូវឧទាហរណ៍ថាកន្លែងណាក៏បានដែរថាកំពង់ចាមអ្នកគ្នា search កំពង់ចាមមកកំពង់ចាមតើមកនៅស្រុកអីភូមិអីអ្នកគ្នាអាចរើសតាមហ្នឹងបាទនេះហ្នឹងហើយថានេះ please select the city ឧទាហរណ៍ខ្ញុំដាក់ Sri Central នេះអ្នកគ្នាពិតជាមានឥឡូវឧទាហរណ៍ខ្ញុំយកនេះចំការលើចុះចំការលើមកតមកទៀតមកខ្ញុំចូលទៅកាន់ពាក្យថាបោះខ្នោអីចឹងមកហ្នឹងអ្នកនរគ្នាកន្លែងហ្នឹងបន្តមកកន្លែងនេះគឺឈ្មោះរបស់អ្នកនរគ្នាឈ្មោះនេះនឹងគ្នាអាចដាក់ឈ្មោះមិនក៏បានដែរមិនបាច់ឈ្មោះប៉ិតក៏បានសំខាន់អាចតែឈ្មោះហ្នឹងគឺយើងនឹងថាឈ្មោះអីគេនៅពេលដែលយើងធ្វើវ៉ាន់គេសួរលេខទូរស័ព្ទឈ្មោះអីចឹងទៅថាខ្ញុំដាក់ឈ្មោះថាតារាហ្នឹងហើយលេខទូរស័ព្ទឥឡូវខ្ញុំដាក់លេខទូរស័ព្ទឧទាហរណ៍ចេះដាក់ទៅហ្នឹងហើយឧទាហរណ៍តមកនឹងគឺចុច save បន្ទាប់ពីនឹងឃើញចុច save រួចហើយគឺយើងបាន save location នឹងរួចរាល់ហើយចឹង location ខាងក្រោមនេះយើងបាន save ឥឡូវនេះក៏ជារបស់ខ្ញុំចាស់ដែរនេះគ្រាន់តែខ្ញុំជាឧទាហរណ៍នេះគ្នារបៀប add location ហើយបន្ទាប់មកទៀតមកនៅគ្នា back មកបន្ទាប់ពីយើងបាន save រួចឲ្យអ្នកនរគ្នាអាច order អីផ្សេងៗបានឥឡូវឧទាហរណ៍ថាអ្នកនរគ្នាចង់ order ទៅលើមុខសុវត្ថិភាពមួយនេះឥឡូវយើងចុចលើវាមួយមកហ្នឹងហើយបន្ទាប់មកអ្នកនរគ្នាអាចមើល detail ដូចជា video ឬក៏មើលរូបភាពផ្សេងៗនៅនឹងបានហ្នឹងហើយនេះវាអាចប្រាប់ពីកន្លែងហ្នឹងប្រាប់ពីកន្លែង shipping តម្លៃម៉ានអីឡៃម៉ានបើសិនជាអ្នកទាំងអស់គ្នាគាត់ថាshipping វាថ្លៃអីចឹងទៅអ្នកគ្នាអាចទៅរក free shipping ហ្នឹងហើយវាមាននៅនឹងប្រាប់យើងទាំងអស់ថា free shipping បែបណាចឹងណាអ្នកទាំងអស់គ្នាអូខេឧទាហរណ៍ថានេះឥឡូវខ្ញុំសុំរក free shipping ឲ្យអ្នកទាំងអស់គ្នាមើលមួយតើមានលក្ខណៈបែបណាចឹងណាលើអ្នកគ្នាចុចនៅខាងស្ដាំដៃខាងលើវាដាក់ free shipping អូខេនេះគឺ free shipping គឺមានអក្សរពណ៌បៃតងដាក់ free shipping លើតែម្ដងចឹងសម្រាប់ទៅលើនាឡិកាមួយនេះដែរគឺមានការ free ដឹកហ្នឹងហើយអ្នកនរគ្នាវាគាត់លុយថ្លៃដឹកទេបើសិនវាយើង order មកគឺនឹង free ការដឹកតែម្ដងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកជាមួយនឹងនាឡិកាមួយហ្នឹងអញ្ចឹងអ្នកនរគ្នាចុចពាក្យថា add to cart ឬក៏ buy now អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទិញអីវ៉ាន់មិនមែនតែមុខហ្នឹងទេចង់ទិញអីវ៉ាន់ច្រើនជាងនឹងទៀតអញ្ចឹងយើងគ្រាន់តែចុច add to cart មួយសិនមកទុកវាបដោះសិននៅពេលយើងចុច add to cart ปุ๊បវានឹងលោតចេញមកបែបនេះគឺអ្នកនរគ្នាអាច select ទៅលើពណ៌ទៅតាម product របស់យើងឧទាហរណ៍ថាករណីថាអ្នកនរគ្នា order product ផ្សេងដូចជាខោអាវអញ្ចឹងខោអាវពីច្រើនគឺមាន size ទៅអ្នកនរគ្នាគាត់จะមាន size M S L អីចឹង XL អីចឹងទៅអញ្ចឹងឧទាហរណ៍ថានាឡិកាមួយនេះគឺ free size វាមាន size អីមួយទេគឺវាជាលក្ខណៈ free size overview បែបហ្នឹងអ្នកឧទាហរណ៍ថាខ្ញុំចង់ order ទៅលើពណ៌ Q អញ្ចឹងខ្ញុំចុចទៅលើមួយហ្នឹងមកគឺយើងអាចដឹងពីតម្លៃវាទាំងអស់លើហ្នឹងតមកអ្នកខ្ញុំចុច add to cart មកតង់ទៀតនៅខាងក្រោមតមកវាដាក់ add to cart មានន័យថាយើងបាន add to cart រួចរាល់ហើយបើសិនមកអ្នកខ្ញុំចង់មើលថាយើងបាន add អីវ៉ាន់មិញហ្នឹងយើងរកនៅណាចុចនៅខាងក្រោម view to cart ឬក៏បើយ៉ាងទៀតបើចុចពាក្យ view to cart នៅខាងក្រោមហ្នឹងក៏បានដែរនេះគឺរូប logo cart ចឹងនៅលើនេះបាទចុចលើវាមួយមកបន្ទាប់មកអ្នកខ្ញុំគាត់ជាឃើញ
tụm ninh tiếng ở đây là khi ban add to cart bị môn rồi có loại add là chẳng hạn như stock tục năng thằng ở bàn tay dương mình toàn ban ở check out đi tệ chẳng ô thọ thành nhóm ban add mấy nắng lên như chút select gì mà toàn tiết vậy select bia vậy chút select máu ô thọ này là khi trong ban này bạn nâng và sớm bên đây là khi trong thay mấy bạn xem trên đôi trên khang còn mấy nhận select yeah sẽ tại bạn này chúng bạn add to cart và sân chỉ bị admin là lại add to cart đăng tế này là khi cho từ can ở tầm po down search rồi bạn này là khi trong bán add to cart mà tầng ở màu lâu thọ thành nhóm vô ở pi năng chọn đó nó tao bắt chúng check out từ khang cầu đấy bắt check out nó năng ấy bắt đầu mà tiền máu với năng chơiแบบนี้เนี่ยkhiพอจะขึ้น direct shipping standard นี่ is free vậy việc lôi lại đặc tế và trong này khang cầu này có free shipping đôi khi năng này cái nhát ai bán sắp nhưng mà máu có chỉ bán đại free delivery tầng ở chừng cái lại ship sorry cái lại location này nóត្រូវប្រកាសថា select ត្រឹមត្រូវនៅខាងលើគេបង្អស់ហ្នឹងគាត់ជា show ទៅលើ location មើលថា location នេះគឺជា location របស់ខ្ញុំតែឥឡូវថាខ្ញុំទំ add location ដែលអ្នកតែខ្ញុំមកទៅតែប្រាប់អ្នកទាំងអស់គ្នាមុនហ្នឹងឡើយចុចលើវាមកដាក់ location ដែលខ្ញុំចង់ដាក់អញ្ចឹងវាងាយស្រួលមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលចង់ order ឧទាហរណ៍ថាយើងចង់ order ឲ្យអ្នកណាម្នាក់ order ឲ្យមិត្តភ័ក្តិគ្រួសារនៅខាងខេត្តផ្សេងទៅនៅខាងកំពង់ចាមអញ្ចឹងឥឡូវនេះខ្ញុំនៅទីក្រុងភ្នំពេញតែខ្ញុំចង់ order ឲ្យហ្នឹងឲ្យអ្នកផ្ទះរបស់ខ្ញុំនៅខាងកំពង់ចាមអញ្ចឹងខ្ញុំ select location ដែលខ្ញុំបានដាក់ add មិញមកអូខេបន្តមកទៀតមកអ្នកនរគ្នាអាចមើល detail ផ្សេងៗបានដូចជានេះ item របស់យើងហ្នឹងវាតម្លៃប៉ុន្មានស្របទាំងពីរហ្នឹង discount អស់ប៉ុន្មានអីចឹងទៅបើសិនបើយើងមាន promo code ផ្សេងៗយើងនឹងអាច apply promo code នៅនឹងបានបើយើងអត់មានទេក៏ skip វាទៅហើយខាងក្រោមនេះគឺសំខាន់មែនតើអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹង payment method គឺកន្លែងនេះដែរគឺពាក់ព័ន្ធជាមួយនឹងការចាយលុយឲ្យគេណាអ្នកនរគ្នាចឹងការចាយលុយនេះដែរគឺវា accept ទៅលើ Visa card គឺ Visa card នេះគឺអាចប្រើបានទូទាំងពិភពលោកតែម្ដងអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទិញអីវ៉ាន់តែមកអ្នកនរគ្នាត្រូវមាន Visa card ទៅតាម ABA ឬក៏ធនាគារផ្សេងៗគឺអាចបានបង្កើត Visa card បានដោយខ្លួនឯងគឺគេហៅថា virtual maybe virtual card អញ្ចឹងទៅអ្នកនរគ្នាគឺការសិប្បនិម្មិតយើងអញ្ចឹងណាឥឡូវនេះខ្ញុំបាន add 2 Visa card របស់ខ្ញុំរួចហើយអញ្ចឹងអ្នកនរគ្នាត្រូវ select បញ្ជាក់កន្លែងនេះដែរគឺការ order អីវ៉ាន់ពីចិនគឺมันអាចគេហៅថាដាក់ cash គិតលុយផ្ទាល់គឺអាចបានទេដោយសារយើងមិនអាចឲ្យលុយគេផ្ទាល់បានទេត្រូវអត់ទេដោយសារតែគេនៅចិនណោះអញ្ចឹងយើងអាចប្រើជាមួយនឹង Visa card ឧទាហរណ៍ថាខ្ញុំ select ទៅលើ Visa card លើបន្ទាប់មកអ្នកនរគ្នាអ្វីអ្នកនរគ្នាត្រូវចុចបន្ទាប់នោះគឺចុចទៅលើពាក្យថា pay now នេះលើថាខ្ញុំយក Visa card ខាងក្រោមសិនហ្នឹងហើយអ្នកនរគ្នាបន្ទាប់មកចុចពាក្យ pay now នេះ pay now ខាងក្រោមមកគឺវាធ្វើការទិញហើយអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចង់ប្រើ Visa card ហ្នឹងទេអ្នកនរគ្នាអាចចុច add new card មកពេញព័ត៌មាន Visa card អ្នកនរគ្នាដូចជាលេខកាតហ្នឹងហើយលេខកាតឈ្មោះរបស់អ្នកទាំងអស់គ្នាឈ្មោះនឹងបន្តមកឈ្មោះទាំងនាមតកោឈ្មោះអីហ្នឹង first name surname ទាំងតកោទាំងអីទាំងអស់ហ្នឹងបន្តមកគឺថ្ងៃដែល expire card របស់យើងនៅក្នុងលើកាតហ្នឹងគេគាត់จะឃើញហើយនៅក្នុងកាតហ្នឹងហើយលេខកូដ CVV លេខកូដ3ខ្ទង់សម្ងាត់អ្នកនរគ្នាលេខកូដសំខាន់មែនតើបន្តមកអ្នកនរគ្នាពេញហើយចុច confirm ទៅគឺវានឹងលោតមកកន្លែងហ្នឹងហើយឥឡូវថតខ្ញុំបានពេញវារួចហើយអញ្ចឹងយើងចុច pay now តែម្ដងនេះបន្ទាប់ពីយើងចុច pay now វា confirm address របស់យើង confirm order security check អីចឹងទៅបន្ទាប់មកវានឹងធ្វើការ order អីវ៉ាន់មួយហ្នឹងហើយអញ្ចឹងយើងអត់ត្រូវការកន្លែងនេះដោយសារតែ Visa card ហ្នឹងយើងអត់មានលុយគ្រប់គ្រាន់នេះគឺយើងឧទាហរណ៍យើងបាន order រួចហើយអញ្ចឹងបើសិនជាករណីដែលយើងចុច order រួចហើយណាគឺវានឹងចេញនៅលើនេះនៅក្នុងចុចកន្លែង to pay នេះហ្នឹងហើយវាចេញនៅកន្លែង to pay ហ្នឹងsorry to pay ហ្នឹងក៏វាចេញឡើងហ្នឹងដែរបន្ទាប់មកបើសិនជាអីវ៉ាន់យើងបាន ship ហើយវានឹងចេញកន្លែង to ship ជាអញ្ចឹងឧទាហរណ៍ថាអីវ៉ាន់ហ្នឹងវាដល់ណាហើយយើងចុចលើរូបមួយមកវានឹងប្រាប់ពីករណីថាអីវ៉ាន់យើង ship ហើយគឺកំពុង ship ហើយយើងចុចកន្លែងហ្នឹងមកតោះយើងចុច expand order ផ្សេងៗទៅយើងគ្នាបើចុចឃើញ location track location ថាអីវ៉ាន់ហ្នឹងមកដល់កន្លែងណាហើយកន្លែងណាដល់ខ្មែរនៅអីហ្នឹងគឺវាប្រាប់នៅលើហ្នឹងទាំងអស់អញ្ចឹងការ order នេះគឺងាយស្រួលមែនតើអ្នកនរគ្នាអ្នកគ្នាគាត់ចុច order បែបនេះហើយអ្នកនរគ្នារងចាំវាដាក់ប្រាប់ថ្ងៃយើងអ្នកនរគ្នាខ្ញុំភ្លេចប្រាប់កន្លែងហ្នឹងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងថ្ងៃតែយើងអាចបានអីវ៉ាន់ហ្នឹងរយៈពេលប្រហែលថ្ងៃគឺនៅពេលដែលយើង ship order ហើយគឺវានឹងប្រាប់ថ្ងៃរបស់យើងហើយឥឡូវនេះដោយសារតែវាអត់ទាន់ឃើញថ្ងៃឲ្យទេនៅពេលអ្នកនរគ្នាបាន order អីវ៉ាន់ហ្នឹងរួចហើយអ្នកនរគ្នាត្រូវការរងចាំវារហូតដល់ថ្ងៃទៅនៅពេលដល់ថ្ងៃពឹបគេតាក់ទងមកយើងថាបងនៅកន្លែងណាអីហ្នឹង delivery នៅខ្មែរយើងហ្នឹងគាត់តាក់ទងមកឲ្យគាត់បិទទឹកអីវ៉ាន់ហ្នឹងមកឲ្យយើងហើយអ្នកនរគ្នាអញ្ចឹងក្នុងវីដេអូនេះដែរខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើអ្នកនរគ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like ចុច subscribe នៅ channel YouTube របស់ខ្ញុំផងបាទសូមអរគុណ